ថ្ងៃនេះខ្ញុំមានប្រធានបទមួយទាក់ទងទៅនឹងការបង្កើត sound effect ឬក៏បទចម្រៀងដោយមិនជាប់ copyright ដែលយើងអាចយកទៅដាក់នៅក្នុង Facebook ឬក៏ YouTube ដោយមិនភ័យព្រួយក្នុងការជាប់ copyright អញ្ចឹង website មួយដែលមានឈ្មោះថា sono.com ដែលជា website ដែលអនុញ្ញាតឲ្យយើងធ្វើសំឡេងដោយមិនជាប់ copyright អញ្ចឹងយើងចូលទៅកាន់ website ហ្នឹងមកហើយយើងចុចពីថា sign in អញ្ចឹងនៅទីនេះវាឲ្យយើង sign in ជាមួយនឹងplatform ផ្សេងៗអញ្ចឹងយើងមាន Gmail យើង sign in ជាមួយ Gmail យើងទៅអញ្ចឹងខ្ញុំ sign in ជាមួយ Gmail មួយយើង continue អញ្ចឹងមកដល់នេះវា welcome យើងចុចនេះក៏បានឬក៏យើងចុច skip ក៏បានដែរយើងចង់បានចម្រៀងបែបប្រភេទអីយើង select យកចម្រៀងបែបប្រភេទនេះចុះយើងចុច next នេះឈ្មោះរបស់យើងហ្នឹងយើងចុច next ចឹងមកបែបបានគាត់បានអញ្ចឹងនៅកន្លែងនេះគឺវាឲ្យយើងរាយរាប់អ្វីដែលយើងចង់បានអ្វីដែលយើងចង់សរសេរអ្វីដែលយើងចង់ឲ្យវាធ្វើខ្ញុំសរសេរពាក្យពេចន៍ខ្លះៗដើម្បីឲ្យវាបង្កើតនៅ sound អញ្ចឹងខ្ញុំសរសេរដាក់នៅទីនេះ create music background for Facebook video with the style phrasing R&B sound អញ្ចឹងយើង select យក instrument ហើយយើងចុចពាក្យថា create អញ្ចឹងវានឹងធ្វើការ create ឲ្យយើងនៅ sound ដែលយើងមិនស្គាល់អញ្ចឹងយើងរងចាំវាបន្តិចទៅវានឹងអនុញ្ញាតឲ្យយើងបង្កើតនៅសំឡេងអញ្ចឹងវា generate ឲ្យយើងហើយយើងអាចចុច play មកខ្ញុំនឹងថាអញ្ចឹងយើងបង្កើតបានហើយយើង download វាដើម្បីចុច download វាមួយមកយើងយកជា MP3 download anyway ចឹងពេលដែលយើងកើតបានហើយយើងចុច download វាទៅសម្រាប់យើងប្រើប្រាស់